ต่อไปមានការផ្ទុះគ្រាប់បែកនៅឯភោជនីយដ្ឋានអ៊ីតាលីនៅក្នុងកណ្ដាលទីក្រុងមូស្គូកាលពីថ្ងៃទី1ខែសីហាវិមានកម្លាំងព្យាយាមលាក់បាំងអំពីឧត្តមសេនីយ៍ឯករបស់ខ្លួនម្នាក់ត្រូវបានស្លាប់ឥឡូវនេះមានការបញ្ជាក់ថាឧត្តមសេនីយ៍ឯកវ៉ាឡេរីផ្លោហត់យុទ្ធពិតជាត្រូវបានបាត់បង់ជីវិតនៅថ្ងៃទី1ខែសីហាក្រោមការបំផ្ទុះគ្រាប់បែកពិតមែនរុស្ស៊ីបានចាប់ប្រកាន់ទៅលើភោជនីយដ្ឋានអ៊ីតាលីថាបានរួមសំគំនិតជាមួយនឹងកងកម្លាំងអ៊ុយក្រែនហើយក៏ជាគោលដៅនៅក្នុងការបំផ្ទុះផងដែរប៉ុន្តែរដ្ឋមន្ត្រីការបរទេសរបស់អ៊ីតាលីបានទាត់ចោលអំពីរឿងនេះបាទឥឡូវនេះខាងវិមានកម្លាំងមិនអាចលាក់បាំងបន្តទៅមុខថែមទៀតនោះទេព្រោះឥឡូវនេះព័ត៌មានរបស់ឧត្តមសេនីយ៍ឯកវ៉ាឡេរីផ្លោហត់យុទ្ធនឹងត្រូវបានបញ្ជាក់ថាបានបំផ្ទុះស្លាប់នៅកណ្ដាលទីក្រុងមូស្គូអំឡុងពេលចូលរួមពិធីខួបកំណើតរបស់លោក Alexander Chenko ដែលជាអគ្គមេបញ្ជាការកងកម្លាំងអវកាសរបស់រុស្ស៊ីបាទតាំងពីថ្ងៃទី1ខែសីហាមកម្លេះណាប្រិយមិត្តណាឥឡូវនេះគេរកផុសតាំងបានឃើញហើយបាទមានន័យថាការដែលប៉ុនប៉ងធ្វើឃាតលោក Alexander Chenko ជាមេតបធំនឹងគឺអត់បានសម្រេចទេប៉ុន្តែទៅបំទុះបាទស្លាប់របស់ឧត្តមសេនីយ៍ត្រីរបស់រុស្ស៊ីម្នាក់ដែលជាប់ពាក់ព័ន្ធអំពីការវាយប្រហារនិងសម្លាប់ប្រជាជនអ៊ុយក្រែនម្ដងដែរនៅក្នុងនោះមានការបញ្ជាក់ថាលោកវ៉ាឡេរីផ្លោហត់យុទ្ធនឹងបានបាទរងគ្រោះរហូតដល់ស្លាប់នៅកន្លែងតែម្ដងការបំផ្ទុះនៅថ្ងៃទី1បាទខែសីហានៅឯភោជនីយដ្ឋានរបស់អ៊ីតាលីនៅកណ្ដាលទីក្រុងមូស្គូមិនមែនត្រឹមតែឧត្តមសេនីយ៍ឯករបស់រុស្ស៊ីបាទផ្លោហត់យុទ្ធនេះស្លាប់តែម្នាក់ឯងនោះទេមនុស្ស5នាក់ផ្សេងទៀតត្រូវបានស្លាប់និង21នាក់ត្រូវបានរងរបួសហើយ5នាក់ដែលរងគ្រោះថ្នាក់ស្លាប់នឹងប្រិយមិត្តគឺមានកូនប្រសាររបស់បាទមេបញ្ជាការកងទ័ពអវកាសគឺលោក Chenko នេះម្នាក់ដែរគឺកូនប្រសាររបស់គាត់មានឈ្មោះថាបាទDeli Perdari បាទក៏បានបាត់បង់ជីវិតនៅពេលនេះដែរណាប្រិយមិត្តបាទសម្រាប់តំណែងតំណងរបស់លោក Valery ផ្លោហត់យុទ្ធនេះហើយជាមួយនឹងអគ្គមេបញ្ជាការកងទ័ពអាកាសរបស់ខាងរុស្ស៊ីគឺលោកបាទChenko នេះគឺជាមិត្តភ័ក្តិរួមបាទវិស័យយោធាជាមួយនឹងគ្នាហើយក៏លោកបាទChenkoនឹងអញ្ជើញលោកផ្លោហត់យុទ្ធនឹងទៅចូលរួមកម្មវិធីខួបកំណើតរបស់គាត់នៅឯកណ្ដាលទីក្រុងមូស្គូនៅរោភោជនីយដ្ឋានរបស់អ៊ីតាលីមួយកន្លែងអញ្ចឹងនៅពេលនោះបាទគឺលោកផ្លោហត់យុទ្ធនេះបានចុះពីលើឡានមិនទាន់បានប្រមាណផងក៏ដើរចូលទៅដល់តំបន់ដែលមានការបំផ្ទុះភ្លាមៗអញ្ចឹងហើយបានជាមានការបាត់បង់ជីវិតនៅកន្លែងកើតហេតុនឹងឯងបាទនៅកន្លែងកើតហេតុនឹងឯងបាទសូមបន្តទៀតទី1អត្តសញ្ញាណនិងទូនាទីរបស់ជនរងគ្រោះលោកឧត្តមសេនីយ៍ត្រីផ្លោហត់យុទ្ធនេះត្រូវបានទទួលតំណែងតែងតាំងដោយប្រធានាធិបតីរុស្ស៊ីគឺលោកពូទីននៅក្នុងឆ្នាំ2021លោកបានធ្លាប់ធ្វើជាប្រមុខកងទ័ពរុស្ស៊ីប្រចាំតំបន់ត្រេនីស្ត្រានៅឯក្បែរប្រទេសម៉ូដាវីកាលពីឆ្នាំ2011និង2013ហើយលោកក៏ជាប្រធានសេនាធិការនៃកងទ័ពចម្រុះទី49របស់រុស្ស៊ីដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការឈានពាននៅលើទឹកដីអ៊ុយក្រែននៅលើសមរភូមិភាគខាងត្បូងគឺសំដៅទៅលើតំបន់ខឺសុននិងតំបន់សាប៉ូរវីយ៉ាទី2អង្គហេតុនៃការវាយប្រហារទីតាំងនៅពេលវេលាហេតុការណ៍នេះបានកើតឡើងនៅភោជនីយដ្ឋានមានឈ្មោះថាបាស៊ីរុស្ស៊ីកណ្ដាលទីក្រុងមូស្គូនៅយប់ថ្ងៃទី1ខែសីហាការបំផ្ទុះនេះបានកើតឡើងចំពេលពិធីខួបកំណើតអាយុ55ឆ្នាំរបស់លោកអគ្គមេបញ្ជាការ Alexander Chenko ដែលជាមេទ័ពអវកាសរបស់រុស្ស៊ីនៅក្នុងនោះគេបានមើលឃើញថាគ្រាប់បែកត្រូវបានបំផ្ទុះឡើងចំពេលរថយន្តរបស់លោកផ្លោហត់យុទ្ធនោះកំពុងតែបើកបរមកដល់ភោជនីយដ្ឋានការបំផ្ទុះនោះបានប៉ះពាល់ទៅដល់អាយុជីវិតមនុស្សចំនួន5នាក់និង21នាក់ផ្សេងទៀតត្រូវបានរងរបួសសម្រាប់គណៈកម្មការប្រឆាំងនឹងភេរវកម្មរុស្ស៊ីនិងសន្តិសុខជាតិរបស់រុស្ស៊ីពួកគេបានប្រកាសត្រឹមតែថានោះគឺជាអំពើភេរវកម្មនិងមានជនស៊ីវិលស្លាប់ហើយដូចជាបុគ្គលិកដឹកជញ្ជូនសន្តិសុខតែប៉ុណ្ណោះប៉ុន្តែមិនបានលើកឈ្មោះរបស់ឧត្តមសេនីយ៍ផ្លោហត់យុទ្ធដែលបានស្លាប់នោះទេការធ្វើបន់សពរបស់លោកត្រូវបានធ្វើឡើងដោយសម្ងាត់បំផុតនៅថ្ងៃទី5ខែសីហានេះបាទអញ្ចឹងមានន័យថាវិមានកម្លាំងបិទបាំងព័ត៌មានទី1គឺអត់ឲ្យប្រជាជនភ័យខ្លាចទេណាហើយទី2ក៏មិនឲ្យមេតបដែលនៅក្នុងទឹកដីរបស់រុស្ស៊ីនឹងមានការផិតភ័យដែរដោយសារតែការគំរាមកំហែងនិងភាពទន់ខ្សោយផ្នែកសន្តិសុខរបស់ខ្លួនបាទសូមបន្តទៀតស្ថានទូតរុស្ស៊ីប្រចាំនៅទឹកដីអ៊ីតាលីបានទម្លាក់កំហុសឲ្យទីភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែននេះគឺជាយុទ្ធសាស្ត្រការវាយប្រហារបំបែកជួបផ្ទៃក្នុងរបស់អ៊ុយក្រែនតែងតែធ្វើឡើងលើមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ីដែលពាក់ព័ន្ធអំពីបញ្ហាសង្គ្រាមប្រព័ន្ធផ្សព្វផ្សាយអង្កេតដូចជា Modozana និង Channel Telegram បានរកឃើញបញ្ជីមរណៈទើបតែធ្វើឲ្យរឿងរ៉ាវនៃការស្លាប់របស់ឧត្តមសេនីយ៍ត្រីរូបនេះលាតត្រដាងជាសាធារណៈតែម្ដងសរុបមកមរណភាពរបស់លោក Valery ផ្លោហត់យុទ្ធគឺជាការបាត់បង់ធនធានយោធាជាន់ខ្ពស់មួយរូបទៀតហើយនៅក្នុងទឹកដីនៃរដ្ឋធានីរបស់រុស្ស៊ីខ្លួនឯងផ្ទាល់ដែលបង្ហាញអំពីចន្លោះប្រហោងនៃផ្នែកសន្តិសុខនៅក្នុងទឹកដីទោះបីជាវិមានកម្លាំងព្យាយាមលាក់បាំងដើម្បីការពារកុំឲ្យប៉ះពាល់ទៅដល់ស្មារតីកងទ័ពកំពុងតែប្រយុទ្ធតើលោកផ្លោហត់យុទ្ធត្រូវជាអ្វីជាមួយនឹងអគ្គមេបញ្ជាការអវកាសរបស់រុស្ស៊ីគឺលោក Alexander Chenko
នៅក្នុងបរិបទនេះការបំទុះក្របបែកកាលពីថ្ងៃទី1ខែសីហាឆ្នាំ2026លោក Valerie ផ្លោះហិតជុនត្រូវជាមិត្តរួមអាជីពយោធាជាន់ខ្ពស់យូរមកហើយនិងជាភ្ញៀវកិត្តិយសដែលបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីខួបទី55ឆ្នាំរបស់លោក Alexander Chenko និងជាអគ្គមេបញ្ជាការកងកម្លាំងអវកាសនៅឯភោជនីយដ្ឋាន Bazirosi នៅកណ្ដាលទីក្រុងមូស្គូបាទចឹងមានន័យថាមិត្តភ័ក្តិនឹងគ្នារួមបាទការងារជាមួយនឹងគ្នាទៀតបាទហើយក៏ជាអ្នកបាទបើកការវាប្រហារសម្រាប់ប្រជាជនអ៊ុយក្រែនក៏រួមគ្នាថែមទៀតឥឡូវនេះបាទគឺត្រូវធ្ងន់របស់អ៊ុយក្រែនហើយបាទសូមបន្តទៀតអ្នកទាំងពីរគឺជាឧត្តមសេនីយ៍ជាន់ខ្ពស់នៅក្នុងជួរកងទ័ពរបស់រុស្ស៊ីដូចគ្នាខណៈពេលដែលលោក Chenko ជាមេបញ្ជាការកងទ័ពអវកាសហើយលោកផ្លោហតយុនគឺជាអតីតប្រធានសេនាធិការនៃកងកម្លាំងចម្រុះទី49ដែលធ្លាប់ដឹកនាំកងទ័ពចូលទៅកាន់សមរភូមិប្រយុទ្ធផ្ទាល់នៅក្នុងទឹកដីរបស់អ៊ុយក្រែនបើនិយាយអំពីការប៉ុនប៉ងធ្វើឃាតតាមពិតទៅលោក Chenko គឺជាគោលដៅចម្បងនៅក្នុងការវាយប្រហារដោយសារតែខួបកំណើតរបស់លោកចំណែកឧត្តមសេនីយ៍ផ្លោហតយុនវិញបានរងគ្រោះថ្នាក់រហូតដល់ស្លាប់ភ្លាមៗនៅពេលដែលក្របបែកបានផ្ទុះឡើងចំពេលដែលរថយន្តរបស់លោកកំពុងតែបើកមកដល់ច្រកចូលទ្វារភោជនីយដ្ឋានដើម្បីចូលរួមកម្មវិធីការបំផ្ទុះនេះមិនមែនត្រឹមតែបាត់បង់លោកផ្លោហិតយុទ្ធតែម្នាក់នោះទេគេមានការបញ្ជាក់ផងដែរថាសំបីតកោភាសាប្រុសរបស់លោក Chenko ដែលមានឈ្មោះថា Denil Predery ក៏ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះនេះផងដែរសរុបមកលោកផ្លោហិតយុទ្ធគឺជាសហការីយោធាជាន់ខ្ពស់របស់លោក Alexander Chenko ដែលបានបាត់បង់ជីវិតនៅក្នុងឋានៈជាភ្ញៀវចូលរួមកម្មវិធីគ្រួសាររបស់មេបញ្ជាការរូបនេះសំណួរបានចោទសួរថាហេតុអ្វីបានជាកងកម្លាំងទ័ពអ៊ុយក្រែនអាចកំណត់ពេលវេលាបានច្បាស់និងជាក់លាក់ម្លេះអំឡុងពេលមន្ត្រីយោធារបស់រុស្ស៊ីបានបញ្ចេញសកម្មភាពអ្វីមួយនេះគឺជាការលេចធ្លាយព័ត៌មានសម្ងាត់អំពីការវាយប្រហារបង្ហាញថាភាគីរុស្ស៊ីសង្ស័យថាមានទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែនយ៉ាងច្រើននៅឯកណ្ដាលទីក្រុងមូស្គូមានលទ្ធភាពទទួលបានព័ត៌មានជាក់លាក់អំពីពេលវេលាទីតាំងនិងការអញ្ជើញភ្ញៀវនៃខួបកំណើតឯកជនរបស់មេបញ្ជាការកងទ័ពអវកាសរូបនេះរបស់រុស្ស៊ីគឺលោក Alexander Chenko តែតើអំពីសំណុំរឿងនេះបង្ហាញថាគឺជាការបរាជ័យរបស់ចារកម្មរុស្ស៊ីដែលមិនអាចគ្រប់គ្រងនិងហាមឃាត់មិនឲ្យមានការផ្ទុះបាននោះសូមកលេចទៅមើលចំណុចយុទ្ធសាស្ត្រនិងការបំបែកជួរផ្ទៃក្នុងរបស់រុស្ស៊ីឥឡូវនេះអ៊ុយក្រែនមានការបំផិតបំភ័យទៅដល់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីហើយគោលដៅនៃការវាយប្រហារមិនមែនត្រឹមតែកំទេចកងកម្លាំងទ័ពនៅឯសមរភូមិភាគខាងកើតឡើយប៉ុន្តែជាយុទ្ធសាស្ត្រកាត់ក្បាលពោះករណីនេះបានធ្វើឲ្យមានការភ័យខ្លាចនិងមិនទុកចិត្តគ្នានៅក្នុងចំណោមអិសរាជជនយោធារបស់រុស្ស៊ីដោយសារតែពួកគេលែងមានអារម្មណ៍សុវត្ថិភាពសូម្បីតែនៅក្នុងទីក្រុងមូស្គូផលប៉ះពាល់ទៅដល់ស្មារតីកងទ័ពការបាត់បង់លោកផ្លោហិតយុទ្ធនេះដែលជាអតីតប្រធានសេនាធិការនៃកងកម្លាំងទ័ពទី49អាចនឹងធ្វើឲ្យមានការប៉ះពាល់ទៅដល់រចនាសម្ព័ន្ធបញ្ជាការនៅឯសមរភូមិភាគខាងត្បូងនិងធ្វើឲ្យកងទ័ពមានការបាក់ទឹកចិត្តយ៉ាងខ្លាំងចំណុចមួយទៀតនោះយុទ្ធសាស្ត្រគ្រប់គ្រងព័ត៌មានរបស់វិមានកម្លាំងនិយាយទៅនៅត្រង់ចំណុចនេះអាជ្ញាធររបស់រុស្ស៊ីព្យាយាមលាក់បាំងមរណភាពរបស់លោកផ្លោហិតយុទ្ធខ្លាំងណាស់ដោយមិនបានប្រកាសអំពីហេតុការណ៍នេះឡើយវិមានកម្លាំងមិនចង់បង្ហាញភាពទន់ខ្សោយនៃផ្នែកសន្តិសុខរបស់ខ្លួនកាន់ទៅសាធារណៈនិងកងទ័ពឡើយទោះបីជាយ៉ាងណាក៏ដោយការប្រើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែអាចស្វែងរកភស្តុតាងនិងបញ្ជីមរណៈឃើញហើយបង្ហាញថាយុទ្ធសាស្ត្របិទបាំងព័ត៌មានរបស់រុស្ស៊ីកាន់តែមានប្រសិទ្ធភាពទៀតទៅនៅក្នុងយុគសម័យ Digital ព្រឹត្តិការណ៍នេះបានបញ្ជាក់ថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានវិវត្តទៅរកសង្គ្រាមមិនសមមាត្រទាំងស្រុងហើយនៅពេលដែលសមរភូមិជាមុខមានភាពជាប់គាំងយុទ្ធសាស្ត្រវាយប្រហារដោយសម្ងាត់តាមរយៈការបំផ្ទុះគ្រាប់បែកបានធ្វើអត្តឃាតរួមផ្សំជាមួយនឹងកងទ័ពដ្រូនវាយប្រហារចំទីក្រុងធំៗរបស់រុស្ស៊ីកំពុងតែក្លាយជាឧបសគ្គយ៉ាងសំខាន់ហើយដើម្បីបង្ខំឲ្យរុស្ស៊ីបង្វែរកម្លាំងការពារជាតិមកផ្ទៃក្នុងវិញសូមកលេចទៅមើលចំហរបស់ប្រធានាធិបតីរុស្ស៊ីឃ្លូពូទីនឯនោះវិញបន្ទាប់ពីមានការបំផ្ទុះរឿងរ៉ាវមួយនេះយ៉ាងធ្ងន់ធ្ងរនៅតែរក្សាចំហស្ងប់ស្ងាត់និងព្យាយាមលាក់បាំងអត្តសញ្ញាណរបស់មន្ត្រីយោធាដែលបានស្លាប់នោះលោកពូទីនមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទងនឹងរឿងនេះទេរហូតមកទល់ពេលនេះលោកមិនចេញមុខនិយាយឬក៏អធិប្បាយជាសាធារណៈអំពីការស្លាប់របស់ឧត្តមសេនីយ៍ត្រី Valerie ផ្លោះហត់យុទ្ធឬក៏ការវាយប្រហារចំខួបកំណត់របស់លោក Alexander Chenko ឡើយវិមានកម្លាំងជ្រើសរើសមិនធ្វើការអធិប្បាយធំដុំដើម្បីកុំឲ្យប្រជាជនមានការខ្លាចចំពោះប្រព័ន្ធសន្តិសុខនៅក្នុងរដ្ឋធានីដើម្បីកុំឲ្យប៉ះពាល់នឹងការបំបត្តិទឹកចិត្តជួរកងទ័ពសម្រាប់អភិបាលតំបន់ទីក្រុងមូស្គូគឺលោក Sergei Soyabin លោកបានបង្ហោះសារលើបណ្ដាញសង្គមដែលលោកបាននិយាយនឹងហៅហេតុការណ៍នេះថាគឺជាហេតុការណ៍ភេរវកម្មខុសខើរបស់កងកម្លាំងអ៊ុយក្រែនលោកផ្លោហិតយុទ្ធក៏បានផ្ញើសារទៅកាន់ក្រុមគ្រួសាររងគ្រោះនិងចូលរួមរំលែកទុក្ខផងដែរហើយបានសន្យាថាជនដៃដល់ដែលបានប្រព្រឹត្តអកតកម្មនេះពិតជាត្រូវបានស្វែងរកឃើញហើយនឹងទទួលទណ្ឌកម្មដោយស័ក្តិសមបំផុតទោះបីជាយ៉ាងណាលោកមិនបញ្ជាក់ឈ្មោះថាឧត្តមសេនីយ៍ម្នាក់ណាបានស្លាប់នោះទេតែតងអំពីស្ថានទូតរបស់រុស្ស៊ីប្រចាំនៅទឹកដីរបស់អ៊ីតាលីវិញជាស្ថាប័នផ្លូវការតែមួយគត់ដែលបានចេញមុខចោទប្រកាន់ចំដោយបាននិយាយថានោះគឺជាស្នាដៃរបស់កងកម្លាំងអ៊ុយក្រែន
ហើយប្រធានាធិបតីអ៊ុយក្រែនគឺជាក្រុមភេរវកបានលុកដៃដល់ភោជនីយដ្ឋានអ៊ីតាលីនៅក្នុងកណ្ដាលទីក្រុងមូស្គូរួចទៅហើយនោះសរុបមកជាយុទ្ធសាស្ត្រផ្លូវការរបស់រុស្ស៊ីបានទម្លាក់កំហុសទៅដល់ភាគីអ៊ុយក្រែននិងប្រកាសថានេះគឺជាអំពើភេរវកម្មប៉ុន្តែបានបដិសេធមិននិយាយទាល់តែសោះអំពីការបាត់បង់ជីវិតរបស់មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួនដើម្បីការពារមុខមាត់ជាតិបាទអញ្ចឹងពុកម៉ែបងប្អូនបន្ទាប់ពីសម្ដាប់នៃអត្ថបទនេះហើយក៏បានយល់ហើយបាទឃើញថារុស្ស៊ីក៏ព្យាយាមលាក់បាំងអំពីព័ត៌មាននៃការស្លាប់របស់ឧត្តមសេនីយ៍ខ្លួនគឺលោកបាស់ផ្លូហេតុយុទ្ធនេះហើយនៅថ្ងៃទី7នេះបាទរុស្ស៊ីបានចាប់ប្រកាន់បាទខាងភោជនីយដ្ឋានរបស់អ៊ីតាលីនៅកណ្ដាលទីក្រុងមូស្គូនឹងបានផ្សំគំនិតជាមួយនឹងក្រុមភេរវកម្មហើយក៏ជាគោលដៅនៅក្នុងការបំផ្ទុះផងដែរប៉ុន្តែក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសរបស់អ៊ីតាលីបានផ្សាយចេញពីទីក្រុងរ៉ូមបានបដិសេធនិងទាត់ចោលថាការចាប់ប្រកាន់របស់រុស្ស៊ីនេះគឺមិនសមហេតុផលនោះទេទីមួយភោជនីយដ្ឋានគឺជាកន្លែងរុស្ស៊ីមិនមែនផ្ដល់ឲ្យព័ត៌មានទៅដល់ភេរវកម្មណាមួយបើឬក៏ជួយអ៊ុយក្រែនឡើយហើយទី2បាទអ្វីដែលភោជនីយដ្ឋានកំពុងតែធ្វើនេះមិនមែនជាគោលដៅបំផ្ទុះនោះទេគោលដៅបំផ្ទុះអពិតប្រាកដនោះគឺជាមន្ត្រីយោធារបស់រុស្ស៊ីខ្លួនឯងនោះទេណាបងប្អូនណាអញ្ចឹងនេះគឺជាការលើកឡើងរបស់មន្ត្រីក្រសួងការបរទេសរបស់អ៊ីតាលីបាននិយាយបាទអញ្ចឹងរឿងនេះនឹងបន្តតាមដានបន្តទៀតណាពុកម៉ែបងប្អូនក្នុងរយៈពេល2ឆ្នាំឧត្តមសេនីយ៍រុស្ស៊ីយ៉ាងហោចណាស់3នាក់ត្រូវបានសម្លាប់ក្រោមការវាយប្រហាររបស់អ៊ុយក្រែនសង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានគេដឹងថាមិនត្រឹមតែកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងទីហ៊ាននៃភាគីទាំងពីរដែលកំពុងឈរជើងនៅសមរភូមិជួរមុខប៉ុណ្ណោះទេប៉ុន្តែមេបញ្ជាការមួយចំនួនក៏ត្រូវបានសម្លាប់ផងដែរមេបញ្ជាការថ្នាក់ឧត្តមសេនីយ៍រុស្ស៊ីត្រូវបានរាយការណ៍មកថាមិនត្រឹមតែស្លាប់នៅក្នុងសមរភូមិជួរមុខក្រោមការវាយប្រហាររបស់អ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាគោលដៅនៃការវាយប្រហារនៅតំបន់ជួរក្រោយផងដែរតាមការប៉ាន់ប្រមាណរបស់ស្ថាប័នព័ត៌មានមេឌូសាមានយ៉ាងហោចណាស់ឧត្តមសេនីយ៍3រូបបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងមូស្គូនិងតំបន់ជុំវិញខណៈឧត្តមសេនីយ៍ម្នាក់ទៀតបានរងការបាញ់ប្រហារប៉ុន្តែនៅរស់រានមានជីវិតគោលដៅចុងក្រោយដែលត្រូវបានកងកម្លាំងអ៊ុយក្រែនវាយប្រហារនោះគឺលោក Alexander Cheko ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងកម្លាំងអវកាសរុស្ស៊ីនៅខែឧសភាឆ្នាំ2026យោងតាមការចុះផ្សាយរបស់ស្ថាប័នព័ត៌មាន Medusa នៅខែធ្នូឆ្នាំ2024លោក Igor Kirillov ប្រធានកងកម្លាំងការពារប្រឆាំងនឹងវិទ្យុសកម្មគីមីនិងជីវសាស្ត្ររបស់សហព័ន្ធរុស្ស៊ីបានក្លាយជាឧត្តមសេនីយ៍ដំបូងដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយចេតនាលោកត្រូវបានសម្លាប់ខណៈពេលកំពុងចាកចេញពីផ្ទះនៅលើផ្លូវ Ryazensky Prospekt នៅក្នុងទីក្រុងមូស្គូបន្ទាប់ពីមានការផ្ទុះគ្រាប់បែកដែលត្រូវបានបំពាក់ដោយសម្ងាត់ក្នុងហេតុការណ៍ដូចគ្នានេះជំនួយការរបស់លោកឈ្មោះ Ilya Polykarpov ក៏បានស្លាប់ផងដែរស្ថាប័នព័ត៌មានបានរាយការណ៍បន្ថែមអំពីជនសង្ស័យដែលបានប្រព្រឹត្តអំពើវាយប្រហារនេះដែលបានសារភាពនៅចំពោះមុខតុលាការថាខ្លួនត្រូវបានជ្រើសរើសនិងបញ្ជាដោយភ្នាក់ងារស៊ើបការសម្ងាត់របស់អ៊ុយក្រែនជននោះត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់សកម្មភាពរបស់ខ្លួនត្រឹមតែប៉ុន្មានខែក្រោយមកគឺនៅខែមេសាឆ្នាំ2025ឧត្តមសេនីយ៍ឯក Yaroslav Moskalik អនុប្រធាននាយកដ្ឋានប្រតិបត្តិការសំខាន់នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះមួយនៅទីក្រុង Balashikha ក្បែរទីក្រុងមូស្គូគ្រាប់បែកត្រូវបានដាក់នៅក្នុងរថយន្តមួយដែលចតនៅក្នុងបរិវេណអគារលំនៅឋានហើយវាបានផ្ទុះនៅពេលដែលលោក Moskalik ដើរចូលទៅជិតនៅទីនោះក្នុងករណីនេះលោក Ignat Gusin ដែលត្រូវបានអ្នកស៊ើបអង្កេតកំណត់ថាជាភ្នាក់ងារនៃសេវាកម្មសម្ងាត់អ៊ុយក្រែនត្រូវបានចាប់ខ្លួនពីបទឃាតកម្មនិងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់មកនៅខែធ្នូឆ្នាំដដែលឧត្តមសេនីយ៍ឯក Vanil Savarov ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលប្រតិបត្តិការនៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៊ីក៏ត្រូវបានសម្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តដូចគ្នាការផ្ទុះបានកើតឡើងនៅក្នុងចំណតរថយន្តខណៈពេលដែលលោកបានឡើងចូលទៅក្នុងរថយន្តរបស់ខ្លួនហើយបានបើកមកត្រឹមតែពី3ម៉ែត្រប៉ុណ្ណោះទោះបីជាគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានបើកការស៊ើបអង្កេតភ្លាមៗលើករណីនេះក៏ដោយក៏មិនទាន់មានព័ត៌មានអំពីជនសង្ស័យឬអ្នកដែលត្រូវបានឃាត់ខ្លួនត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេចូលមកដល់ខែកុម្ភៈឆ្នាំ2026ឧត្តមសេនីយ៍ឯក Vladimir Alexeyev ក៏ត្រូវបានបាញ់ប្រហារនៅទីក្រុងមូស្គូផងដែរលោកធ្លាប់កាន់តំណែងជាអនុប្រធានទី1នៃនាយកដ្ឋានសំខាន់នៃអគ្គសេនាធិការសហព័ន្ធរុស្ស៊ីអ្នកស៊ើបអង្កេតបានចាត់ទុកលោក Alexeyev ថាជាមេដឹកនាំសំខាន់ម្នាក់នៃកងកម្លាំងស្ម័គ្រចិត្តរបស់រុស្ស៊ីដែលចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនកាលពីខែមេសាកន្លងទៅនេះបណ្ដាញ Telegram បានបញ្ចេញអត្តសញ្ញាណមួយបានរាយការណ៍អំពីការប៉ុនប៉ងធ្វើឃាតទៅលើឧត្តមសេនីយ៍តូ Asad Umobekov
យោងតាមបណ្ដាញ VCAK OGPU គ្រឿងផ្ទុះមួយត្រូវបានដាក់នៅក្នុងប្រអប់សម្បត្តិនៅក្នុងបរិវេណមូលដ្ឋានទ័ពមួយស្ថិតនៅក្នុងភូមិ Neyes Volkonskoye នៅតំបន់ Khabarovsk ការផ្ទុះនេះបានសម្លាប់មេបញ្ជាការនៃកងវរៈសេនាតូចបឹកបឺនផ្នែកទំនាក់ទំនងខណៈមិនមានព័ត៌មានលម្អិតបន្ថែមអំពីការប៉ុនប៉ងធ្វើឃាតនេះឡើយទោះជាយ៉ាងណាអ្វីដែលគេដឹងអំពីលោកអូម៉ូបេកូគឺថានៅឆ្នាំ2022គាត់បានដឹកនាំកងពលតូចថ្មើរជើងយានយន្តទី64ដែលបានចូលឈ្លានពានតំបន់គៀវហើយត្រូវបានភ្ជាប់ទៅនឹងហេតុការណ៍សម្លាប់រង្គាលនៅទីក្រុងប៊ូឆានៅថ្ងៃទី1ខែសីហាក៏មានការរាយការណ៍អំពីការប៉ុនប៉ងធ្វើឃាតលើឧត្តមសេនីយ៍ឯក Alexander Cheko ផងដែរសារព័ត៌មានបានបញ្ជាក់ថាក្នុងនាមជាឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបដែលត្រូវបានកំណត់ជាគោលដៅលោក Cheko ត្រូវបានតែងតាំងជាប្រធានកងកម្លាំងអវកាសរុស្ស៊ីនៅខែឧសភាឆ្នាំ2026ហើយលោកមានអាយុ55ឆ្នាំគិតត្រឹមចុងខែកក្កដានេះយោងតាមប្រភពសារព័ត៌មានការផ្ទុះមួយបានកើតឡើងនៅថ្ងៃទី1ខែសីហាក្បែរភោជនីយដ្ឋាន Balzy Rossi នៅកណ្ដាលទីក្រុងមូស្គូដែលជាកន្លែងដែលលោក Cheko ត្រូវបានគេរាយការណ៍ថាបានប្រារព្ធពិធីខួបកំណើតនិងការតែងតាំងតួនាទីថ្មីរបស់លោកឈ្មោះរបស់លោកមិនត្រូវបានលើកឡើងជាផ្លូវការទេទោះបីជាបណ្ដាញ Telegram បានរាយការណ៍ថាលោក Alexander Cheko គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតក៏ដោយគណៈកម្មាធិការស៊ើបអង្កេតមិនបានប្រកាសបើកសំណុំរឿងព្រហ្មទណ្ឌឡើយគណៈបណ្ដាញទូរទស្សន៍រុស្ស៊ីក៏បង្ហាញនូវភាពស្ងៀមស្ងាត់ចំពោះហេតុការណ៍នេះផងដែរយោងតាមសេចក្តីរាយការណ៍ការផ្ទុះមួយបានកើតឡើងនៅភោជនីយដ្ឋានលំដាប់កំពូល Balzy Rossi នៅកណ្ដាលទីក្រុងមូស្គូកាលពីល្ងាចថ្ងៃទី1ខែសីហាហេតុការណ៍នេះបានបណ្ដាលឲ្យមានមនុស្ស3នាក់បានស្លាប់និងជាង20នាក់ទៀតរងរបួសគោលដៅនៃការវាយប្រហារនេះត្រូវបានគេគិតថាអាចជាលោក Cheko ក្នុងការអត្ថាធិប្បាយលើហេតុការណ៍នេះលោក Igor Romanenko ស្ថាបនិកមូលនិធិសប្បុរសធម៌ Close the Sky of Ukraine និងជាឧត្តមសេនីយ៍ឯកព្រមទាំងជាអតីតអនុប្រធានអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានលើកឡើងថាហេតុការណ៍ផ្ទុះនៅទីក្រុងមូស្គូអាចបង្ហាញពីកម្រិតនៃសកម្មភាពវាយប្រហាររបស់អ៊ុយក្រែនដែលកំពុងតែកើនឡើងហើយប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានក៏កំពុងត្រូវបានពង្រឹងផងដែរសម្រាប់បច្ចុប្បន្នភាពនៃសង្គ្រាមក៏បានបង្ហាញនូវការវិវត្តជាបន្តបន្ទាប់ដែលប្រទេសទាំងពីរបានបើកការវាយប្រហារកំណត់គោលដៅគ្នាទៅវិញទៅមកពេញមួយយប់ថ្ងៃទី5ខែសីហាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនត្រូវបានរាយការណ៍មកថាបានកំណត់គោលដៅទៅលើរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងតំបន់ Yaroslav របស់ប្រទេសរុស្ស៊ីគោលដៅដែលត្រូវបានរាយការណ៍គឺរោងចក្រចម្រាញ់ប្រេង Slavnev-Yanos ស្ថិតនៅទីក្រុង Yaroslav ដែលមានចម្ងាយជាង700គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនរោងចក្រចម្រាញ់ប្រេងនេះត្រូវបានចាត់ទុកថាជារោងចក្រធំជាងគេមួយនៅតំបន់ភាគកណ្ដាលរបស់រុស្ស៊ីនិងស្ថិតនៅក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំៗបំផុតទាំង5របស់ប្រទេសរុស្ស៊ីវាមានសមត្ថភាពកែច្នៃប្រេងឆៅប្រហែល15លានតោននៅក្នុងមួយឆ្នាំប៉ុស្តិ៍ត្រួតពិនិត្យបានចែករំលែកវីដេអូដែលថតដោយអ្នកស្រុកនៅទីក្រុង Yaroslav បានបង្ហាញពីផ្សែងខ្មៅខ្មួលខ្មាញ់កំពុងហោះឡើងពីពេញទីក្រុងខណៈការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបន្តកើតឡើងពេញមួយយប់យោងតាមប៉ុស្តិ៍ Telegram Exilenova Plus ដែលតែងតែប្រមូលវីដេអូពីប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ុយក្រែនអ្នកស្រុកបានរាយការណ៍ថារោងចក្រចម្រាញ់ប្រេងនៅទីក្រុង Yaroslav ត្រូវបានវាយប្រហារអភិបាលតំបន់ Yaroslav លោក Mikhail Yevrayev បានបញ្ជាក់ពីការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនទៅលើតំបន់នេះហើយអាជ្ញាធរបានដាក់ការរឹតបន្តឹងចរាចរណ៍លើផ្លូវដែលឆ្ពោះទៅកាន់ទីក្រុងមូស្គូការបិទផ្លូវបានប៉ះពាល់ដល់ផ្លូវចេញពីទីក្រុងនៅតំបន់ប្រសពរវាងផ្លូវ Southwestern Ring Road និង Moskovsky Prospekt ដែលជាតំបន់ក្បែររោងចក្រចម្រាញ់ប្រេងលោក Yevrayev មិនបានបញ្ជាក់អំពីរោងចក្រចម្រាញ់ប្រេងនេះទេហើយក៏មិនបានរាយការណ៍អំពីការខូចខាតឬផលប៉ះពាល់ណាមួយពីការវាយប្រហារឡើយប្រជាពលរដ្ឋក្នុងតំបន់ក៏បានរាយការណ៍ថាមានអគ្គិភ័យកើតឡើងទៅលើផ្ទះមួយចំនួនក្នុងទីក្រុងបន្ទាប់ពីការវាយប្រហារនេះការវាយប្រហារចុងក្រោយដែលត្រូវបានរាយការណ៍នេះបានកើតឡើងត្រឹមតែមួយយប់ប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសអំពីការវាយប្រហារដោយជោគជ័យទៅលើរោងចក្រចម្រាញ់ប្រេង Slavnev-Yanos នៅថ្ងៃទី5ខែសីហាលោក Zelensky បានសរសេរនៅលើ Facebook ភ្ជាប់ជាមួយវីដេអូដែលបង្ហាញពីរោងចក្រកំពុងឆាបឆេះថាទីក្រុង Yaroslav មានចម្ងាយជាង700គីឡូម៉ែត្រពីព្រំដែនរដ្ឋអ៊ុយក្រែននេះជាកន្លែងផលិតប្រេងដ៏សំខាន់មួយដែលជួយផ្ដល់ហិរញ្ញប្បទានដល់សង្គ្រាមរបស់រុស្ស៊ីខ្ញុំសូមថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននិងសេវាស៊ើបការយោធារបស់យើងចំពោះការបង្ហាញពីយុត្តិធម៌នេះយុទ្ធនាការរយៈពេលវែងរបស់អ៊ុយក្រែននៅតែបន្តដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងនិងភូមិរបស់យើងនេះបើតាមការលើកឡើងបន្ថែមរបស់លោក Zelensky រោងចក្រចម្រាញ់ប្រេង Yaroslav ក៏ធ្លាប់ជាគោលដៅនៃការវាយប្រហារមុនផងដែររួមទាំងការវាយប្រហារដាច់ដោយឡែកចំនួន4លើកដែលត្រូវបានរាយការណ៍នៅក្នុងខែឧសភាឆ្នាំ2026តែមួយយុទ្ធនាការទណ្ឌកម្មរយៈពេលវែងរបស់អ៊ុយក្រែនប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីត្រូវបានរាយការណ៍ថាបានបណ្ដាលឲ្យរោងចក្រចម្រាញ់ប្រេងមួយចំនួនផ្អាកឬកាត់បន្ថយការផលិតស្ថានភាពនេះបានបង្កើនសម្ពាធលើវិបត្តិថាមពលនិងការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅទូទាំងប្រទេសរុស្ស៊ី